นะในบ้านคืนบองโปนตอกนี้บ้านโจรวมอย่างชราญก็ตัวใบเดียมีนเปลี่ยนบองออลมามันติกแต่ใต้มันบ้านเรียงสเตะบองโปนตอกนี้ขนมกาโจมารอกปองสลายไอเมนนั่งไอจังยังบ้านแต่ได้สาการปองน้องเทียต่อเอาคนฟังบทเมียนได้ยังตอกนี้บ้านโจรวมคือชีอากาศมวยได้ยังเลือกไว้มวยปีปองhay năng ông no cho mỗi cái ní ta mình dễ ở đây dân năng thay mình cúm đôi khi năng làm tu bỏng phong đài hay ngày ní dân miền phải cái sách phum phốt đài dân ban miền bong pôn dân mọc piประเทศPhilippinesก็บ้านโชว์รวมcho mỗi cái níก็mọcมายังตั้งปีบ้านไงม้วนให้บ้านทั่วกลางยังจะชราให้บ้านโชว์รวมcho mỗi cái ní phong đàiจังสมdân so may I invite those from Philippines 10 days to stand. Where are you? 10 days. Okay. So all the people can see you here. Okay. All right. So យើងមកតែដៃអរគុណបងពួកគេបានមកពីក្រុមជំនុំហ្វីលីពីនឈ្មោះបារ៉ាញ៉ាកេហ្នឹងហើយអញ្ចឹងអរគុណច្រើនអំណរមែនតើហ្នឹងហើយអរគុណក្រុមថ្វាយបង្គំក្នុងការដឹកនាំយើងទៅកាន់ព្រះបទនាមព្រះអង្គហើយអ្វីដែលពិសេសនោះគឺថាតាមរយៈបទចម្រៀងយើងបានឮថាព្រះអង្គដោយក្នុងព្រះនាមព្រះយេស៊ូវព្រះអង្គនាំយកនៅសេរីភាពការផ្ដាច់នៃច្រវាក់ព្រះអង្គប្រោះយើងឲ្យបានជាសះស្បើយហើយនឹងព្រះអង្គឲ្យយើងមានសេរីភាពជាជីវិតមួយដែលមានអំណរពេញលេញជាជីវិតមួយដែលមានជ័យជំនះអរគុណព្រះអង្គអញ្ចឹងថ្ងៃនេះយើងមានកម្រងមេរៀនឬក៏ជាប្រធានបទមួយដែលយើងនឹងសិក្សាជាមួយគ្នាសំខាន់តែជាមេរៀនដែលយើងត្រូវតែដឹងព្រោះអីជាកូនសោនៃគោលជំនឿរបស់យើងអញ្ចឹងប្រធានបទរបស់យើងខ្ញុំឈ្មោះថាក្តីជំនឿដ៏ពិតដែលនាំមកនៅការអស្ចារ្យជំនឿដ៏ពិតដែលនាំមកនៅការអស្ចារ្យ True faith brings miracles True faith lead to miracles អូខេចាំបើណាខ្លះក្នុងបន្ទប់នេះដែលចង់ឃើញការអស្ចារ្យពីព្រះអង្គសូមលើកដៃមើល Who among you want to see the miracle of God in your life All right លើកខ្ពស់ Raise up come on All right I see your hand thank you អរគុណឃើញដៃយើងតគ្នាដែលអត់លើកសងតនច្បាស់យើងជឿជាក់ថាយើងតគ្នាចង់ឃើញការអស្ចារ្យរបស់ព្រះអង្គក្នុងជីវិតរបស់យើង I believe all of us want to see the miracles God answer prayers and something that you think that is not is impossible but God make it possible ចឹងយើងនឹងថាពេលខ្លះអ្វីយើងគិតថាវាមិនអាចទៅរួចតែព្រះអង្គម្ចាស់របស់យើងធ្វើឲ្យវាទៅរួចប៉ុន្តែដើម្បីឲ្យយើងឃើញនៃការអស្ចារ្យរបស់ព្រះអង្គយើងត្រូវតែត្រូវមានកូនសោមួយហើយកូនសោនោះគឺសូមយើងបានពលឺតអស់គ្នាគឺសេចក្តីជំនឿសូមយើងបានលើសម្លេងតអស់ថាសេចក្តីជំនឿ faith អូខេជាងនិយាយពីក្តីជំនឿការជឿជាស្ដែងទៅយើងអាចជឿលើអ្វីជាច្រើននៅក្នុងលោកីនេះមនុស្សយើងមិនអាចរស់ខ្វះជំនឿបានទេហ្នឹងហើយយើងពេលខ្លះយើងជឿលើទ្រព្យសម្បត្តិអាចជួយគ្រប់គ្រងយើងបានយើងជឿលើមុខរបររបស់យើងជឿថាយ៉ាងម៉េចកៅអីដែលយើងអង្គុយនេះពេលយើងអង្គុយទៅយើងយ៉ាងម៉េចវាអត់បាក់ទេសូម្បីទាំងតូចទាំងធំគឺយើងតែដាក់ជឿដោយជំនឿនេះជាពេលយើងមានជំនឿវាជាការល្អប៉ុន្តែជំនឿដែលយើងដាក់ទៅលើអ្វីដែលលើផែនដីនេះវាគ្រាន់តែជាការបណ្ដោះអាសន្ន ហ
ប៉ុន្តែជំនឿដែលយើងដាក់នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទគឺជាជំនឿដែលនាំនៅនៃសង្ឃឹមដែលអស់កល្បជានិច្ចនាំមកនៅព្រះពរនាំមកយើងនៅការអស្ចារ្យរបស់ព្រះអង្គដែលមកពីព្រះអង្គដែលលើសពីកម្លាំងមនុស្សដែលលើសពីការគិតរបស់មនុស្សអេមែនអញ្ចឹងយើងមានជំរឿក្នុងការជ្រើសរើសនៅជឿទុកចិត្តអ្វីមួយនៅលើផែនដីនេះតែសូមឲ្យយើងទាំងគ្នាបានជ្រើសរើសការមួយដ៏សំខាន់ជំនឿមួយដ៏សំខាន់គឺជឿលើអង្គព្រះយេស៊ូវគ្រីស្ទហើយយើងត្រូវមានជំនឿដ៏ពិតប្រាកដដើម្បីយើងចាក់សោព្រះពរចាក់សោដល់ការអស្ចារ្យព្រះអង្គ So we all have we have the life we do have faith faith can be you can have faith to anything around us so life cannot live without faith so you have faith in your career you have faith in your finance you have faith in your ATM and everything is in the world but that is temporary but the faith in Jesus Christ will bring hope that everlasting the faith is in Christ will bring miracle sign and wonder beyond your expectation turn things that impossible to possible so we need to have faith that kind of faith that's true faith that the key that will unlock every blessing from the God to us អញ្ចឹងយើងត្រូវមានជំនឿដ៏ពិតដើម្បីនឹងចាក់សោនាំយកនៅការអស្ចារ្យនៅក្នុងជីវិតយើងទាំងគ្នាអេមែនអញ្ចឹងយើងនឹងទៅសិក្សានៅព្រះបន្ទូលមួយជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយចំពុក9ខ18ដល់ខ26យើងអំពីក្តីជំនឿរបស់មនុស្សពីរនាក់ដែលយើងរៀនពីក្តីជំនឿដ៏ពិតប្រាកដដែលព្រះអង្គបានធ្វើការអស្ចារ្យនៅលើជីវិតពួកគេតាមរយៈក្តីជំនឿរបស់ពួកគេផងដែរសូមខ្ញុំបានអញ្ជើញបងប្អូនទាំងគ្នាបានកប់ឈរឡើងហើយយើងនឹងអាននៅព្រះបន្ទូលនេះជាមួយគ្នាចំព្រះគម្ពីរម៉ាថាយចំពុកទី9ខ18ដល់ខ27បានចែងថាយ៉ាងម៉េចកាលណាព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេមាននិមឺនម្នាក់ចូលមកថ្វាយបង្គំព្រះអង្គទូលថាកូនស្រីរបស់ខ្ញុំព្រះបាទទៅនឹងផុតដង្ហើមថ្មីនេះសូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាងនឹងមានជីវិតរស់ពុំខានព្រះយេស៊ូវក្រោកឡើងយាងទៅជាមួយនឹងគាត់ពួកសិស្សក៏ទៅជាមួយដែរមានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាម12ឆ្នាំមកហើយនាងមកពីក្រោយព្រះយេស៊ូវហើយពលជាយព្រះពស់ព្រះអង្គបិទនាងរិះគិតក្នុងចិត្តថាបើខ្ញុំគ្រាន់តែបានពលអាវលោកខ្ញុំមកជាទទួលការសង្គ្រោះមិនខានព្រះយេស៊ូវបែរទៅក្រោយទៅតូចឃើញនាងក៏មានព្រះបន្ទូលថាកូនស្រីអើយចូលក្លាហានឡើងជំនឿរបស់នាងបានសង្គ្រោះនាងហើយស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះការព្រះយេស៊ូវយាងទៅដល់ផ្ទះនិមឺននោះព្រះអង្គតូចឃើញអ្នកលេងភ្លេងកំដរសពនឹងឃើញមនុស្សមនាលជ្រួច្របល់ព្រះអង្គមានព្រះបន្ទូលទៅគេថានាំគ្នាចេញទៅក្មេងស្រីនេះមិនស្លាប់ទេគេកំពុងធ្វើបុណ្យសពណាបងថាចេញទៅក្មេងស្រីនេះមិនទាន់ស្លាប់ទេនាងគ្រាន់តែដេកលក់ទេតាគេចំអកដាក់ព្រះយេស៊ូវដាក់ព្រះអង្គការព្រះអង្គដេញគេចេញទៅក្រៅអស់ហើយព្រះអង្គយាងចូលទៅក្នុងបន្ទប់ចាប់ដៃក្មេងស្រីនោះនាងក្រោកឡើងដំណឹងនេះលេចលឺខ្យល់ឆាយពាសពេញតំបន់នោះទាំងមូលអាមែនព្រះអង្គធ្វើការអស្ចារ្យប្រោះស្ត្រីមនុស្សបានជាសះស្បើយបានរស់ពីស្លាប់ឡើងវិញយើងបានបិទភ្នែកទាំងអស់គ្នាបើដែរគុណអរគុណព្រះអង្គសម្រាប់ក្តីស្រឡាញ់របស់ព្រះទ្រង់បាននាំមកយើងកូនទាំងអស់គ្នាបានចូលមករកព្រះអង្គដែលមានតំណែងជាមួយព្រះអង្គព្រះអង្គអើយគុណបិទព្រះអង្គកប់ហាតេគុណបានរស់នៅដោយជំនឿហើយជាក្តីជំនឿដ៏ពិតប្រាកដ
ngày nay phải đại còn xôm ở premier một số bóng bàn chui chạm nó bấm pin premier một số bóng vừa cả nông nông chất bọc cồn tọt nia nâng nèอธิบายพ้องไอ้น้อมยกในสติปัตนการบำพรางพรายในกรงชีวิตบางคนตอกนี้แต่จะไปยาวอย่างคนตอกนี้บานรู้ในกรงชีวิตมือได้ปองสัปดาห์ตีคนอ้อคนปองคนสมทวายทุกได้เปรียนี้ดักลงพอตรงโดยเป็นเนียมในพระองค์เจ้าพระเยซูคริสต์เอเมนเอเมนผมไปบอกคนตอกนี้มันคุยชวิ่งให้ยังนั่งมาต่อจะมือขึ้นนี่ฉันการนาไปยังใหญ่อมปีก็ได้จำเนื้อนั่นไงฉันก็ได้จำเนื้อสำคัญนะยังตระการดักเลยได้จำเนื้อเราไว้มวยนั่นเลยภายในนี่จังยังเป็นเตยเชื่อเลยตระการchưa thực chất vật đặc để chìm nưa đập bật bật cắt nam môi trầm tay đầm bay ở chụp bật dương bàn phạt pro nó cần cái áo trà bọc bọc ông chứ ta ấy thì chưa cái đây chìm nưa what is faith what is faith ta cái đây chìm nưa miền đây dạng mình nôngประกับพระเฮบรchụp phục thì đầm môi kho môi bàn chanhปรับdương tọtในทางmình thà chìm nưa vừa ở dương miền ở vậy đại dương sừng cầm thanทั้งบ้านทั้งvừa ở scoreเจ๊จะมาเนอไว้แต่ยังมือผมเคยจะจำเนื้อทั่วอ้อยเอาไว้แต่ยังสังคมนั้นบานไปอ่ะนั่นไงก็ได้สังคมพอเยอะนั่งได้ตามอยากได้จำเนื้อได้ยังดอกปัดพอยังได้จอมตรำเตยยังนั่งบานเอาไว้แต่ยังปัจนาจองบานนึกก็ป้อนเอาไปเตี้ยเอาไว้ได้ชีวิต the best สำหรับยังต่อคนนี้ทุกใบการนั้นมีมันตอนมาดอหรือก็ตอนการล่างกันได้ so faith is the insurance of things hoped for, the convictions of things not seen. ให้เปรียบตัวบ้องมันใจแผลยังทางไม่ท่าบางมันตามแยกไอ้จำเนื้อมีเอาไว้ได้ทั่วไอ้ปองกอบหาตีบานลายปองกอบหาตีเหมือนเป็นตรอสบัดบอกผมโอนว่ามันกอบหาตีได้ซารุกสมรอบอกผมโอนว่ามันกอบหาตีได้ยืนได้ซายืนสลายปองดูที่ยืนกอบหาตีแต่การปองได้ซาจำเนื้อยืนตกจัดเลยปองให้เปลือกจมูกดอกมวยคอผมมวยบันไปแจกอย่างไม่ท่าบางขมิ้นจำเนื้อขมิ้นน่ะนะมันแน่อายก็ประหารตีประองบานไล่เนี่ยโชว์หมอกเชิดประองประจิมเจ้าตระแต่เชื่อท้าอย่างไหมเปิดเชียร์เมียนประองแมนหายเชื่อท้าประองนำปฏิหนงบ้านดอเนี่ยน่าได้สไปโรคประองจะบอกโปรดอกนี้กับจีเนี่ยได้สไปโรคประองให้แมนเนี่ยบางกับพงแต่สไปโรคประองสมัยยังบานเลิกได้ลางหนึ่งเอเมนแต่อองคนนี้แต่ได้สร้างการป้องเอเมนไงที่จะได้บ้านเชิญที่ก็มองอย่างนี้นั่นไง so if you are the one who seeking God believing God you know having faith in God so every time you come to Him believing that He exists His presence with us knowing that He's not far He's here with us He's hearing us He's seeing us if you believe it with all your heart and trust it with all your heart, God is gonna reward you. God gonna reward you. So faith is one thing that God requires. God doesn't require your money, your appearance, how look good you are, how handsome, beautiful you are, how money you have, how positions, how careers. No. Looking at the faith, how much you trust Him, how much you longing, seeking for Him every day in your life. Okay? So, how we can have that kind of faith who God can be pleased, who God can please, and can bring miracles. God pour out His miracle to our lives. จังตายังai nâng miên cái đây chìm nữa đọc bật để nom vô nó bẹp po bọc ong mà can dân đôi mình đây chứ mình nâng mong con thật niệm xưa tha trong bàn bẹp po trong khơi cao cha bóng tròn lượt đầy mình đầy mũi đầy pi đầy mà miền đầy đọp lượt đầy chẳng đọp chẳng đòn trong khơi
ចឹងថ្ងៃនេះយើងនឹងរៀនសិក្សាអំពីក្តីជំនឿរបស់លោកយ៉ៃរ៉ូសហើយនឹងស្ត្រីធ្លាក់ឈាម12ឆ្នាំនឹងពីក្តីជំនឿរបស់គាត់ចូលទៅកាន់ព្រះយេស៊ូវ So how can we have that kind of faith who God can be pleased and who bring miracles? Number one, true faith comes from a heart that truly believes without doubt. ចឹងចម្លើយថាធ្វើដូចម្តេចដើម្បីឲ្យយើងអាចមានក្តីជំនឿដ៏ពិតដែលនាំយកព្រះពរនិងនាំយកការអស្ចារ្យក្នុងជីវិតរបស់យើងបានគឺជាសេចក្តីជំនឿដ៏ពិតដែលកើតចេញពីដួងចិត្តដែលជឿពិតប្រាកដអត់ជឿលេងៗទេដោយគ្មានការសង្ស័យចុះព្រះបន្ទូលប្រាប់យើងថាម៉េចក្នុងខ8 verse 18ខ18ការព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេនាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូថាកូនស្រីរបស់ខ្ញុំព្រះបាទទើបនឹងផុតដង្ហើមថ្មីនេះសូមលោកមេត្តាអញ្ជើញដាក់ដៃលើនាងនឹងមានជីវិតរស់ពុំខានក៏ជានាម៉ឺនភាសាអង់គ្លេសជា ruler មានថាជាអ្នកមានអំណាចយុស័កនៅជំនាន់រ៉ូម៉ាំងចក្រភពរ៉ូមជំនាន់ហ្នឹងចូលរត់មកកាន់ព្រះយេស៊ូវថាដោយមានជំនឿហ្មងថាកាត់មនុស្សទាំងអស់សូមឲ្យព្រះយេស៊ូវទៅដាក់ដៃលើកូនគាត់ព្រោះកូនគាត់ទំតែផុតដង្ហើមថ្មីយើងឃើញពីសេចក្តីជំនឿរបស់លោកយ៉ៃរ៉ូសដែលជឿលើព្រះយេស៊ូវអស់ពីដួងចិត្តដែលលោកប្រាប់ព្រះយេស៊ូវថាសូមមេត្តាអញ្ជើញដាក់ដៃលើកូនស្រីខ្ញុំនាងនឹងមានជីវិតរស់ពុំខានយើងមានរូបអីរៈហ្នឹងហើយគាត់ជានិមឺនណាអ្នកមានយុស័កមានអំណាចប៉ុន្តែទៅដល់ក្តីស្លាប់មិនអាចយកយុស័កទ្រព្យសម្បត្តិមកជួយបានទេអញ្ចឹងគាត់ជឿលើព្រះយេស៊ូវគាត់រត់ទៅរកព្រះយេស៊ូវឲ្យជួយហើយជឿអស់ពីដួងចិត្តថាព្រះអង្គឲ្យយើងទៅដាក់ដៃលើកូនទៅបង្គំនឹងបានរស់ឡើងវិញហើយសំណួរសួរថាតើមនុស្សដែលស្លាប់ទៅហើយតើធ្វើយ៉ាងណាធ្វើដូចម្ដេចឲ្យរស់ឡើងវិញបាន So if someone already passed away somehow can make it alive it's impossible right អត់តន់ដល់ហ្នឹងទេហ្នឹងអ្នកទៀតចឹងមនុស្សដែលស្លាប់ហើយមិនអាចនឹងរស់ឡើងវិញបានទេតែលោកយ៉ៃរ៉ូសមិនអស់សង្ឃឹមឡើយគាត់ជឿថាព្រះយេស៊ូវអាចប្រោះកូនគាត់ឲ្យបានជាសះស្បើយឬក៏បានរស់ឡើងវិញគាត់អត់មានអីគេការសង្ស័យតតែសោះហើយជំនឿបែបនេះហើយដែលព្រះអង្គចង់បាន believing God believing Jesus without doubting if you believe on his grace God's grace remove all the doubt in your mind in your heart doubt and believing cannot be together យើងមិនអាចឲ្យសេចក្តីសង្ស័យហើយនឹងជំនឿដើរអន្ទឹមគ្នាទេត្រូវតែយកមួយចឹងយើងឃើញថាហ្មងជំនឿរបស់លោកយ៉ៃរ៉ូសគឺខ្លាំងក្លាមែនតើអត់មានសង្ស័យព្រះអង្គយើងទៅដាក់ដៃកូនខ្ញុំបានជាហើយយើងមើលតទៅទៀតថាព្រះអង្គទៅអត់ហើយការអស្ចារ្យមិនហើយក្នុងដូចគ្នាដែរក្នុងខបន្ទាប់ខ19ព្រះយេស៊ូវក្រោកឡើងយើងទៅជាមួយនឹងគាត់ហ្នឹងហើយគាត់ព្រះអង្គទៅពួកសិស្សក៏ទៅជាមួយដែរប៉ុន្តែក្នុងពេលដែលដើរទៅនោះយ៉ាងម៉េចមានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាម12ឆ្នាំមកហើយនាងមកពីខាងក្រោយព្រះយេស៊ូវនៅចំណោមបណ្ដាជនជាច្រើនដើរតាមព្រះអង្គទៅផ្ទះលោកយ៉ៃរ៉ូសហើយគាត់នឹកគិតក្នុងចិត្តថាម៉េចថាបើខ្ញុំគ្រាន់តែបានពាល់អាវលោកខ្ញុំមកជាទទួលការសង្គ្រោះមិនខានឃើញទេ
បើខ្ញុំគ្រាន់តែបានពលអាវលោកខ្ញុំមកជាទទួលការសង្គ្រោះមិនខាន if I only touch his garment I will be made well wow ចឹងមានយើងឃើញក្តីជំនឿរបស់ស្ត្រីធ្លាក់ឈាម12ឆ្នាំនោះម្នាក់ទៀតកាលពីរោគយ៉ៃរោគគឺមានស្ត្រីដែលគាត់ធ្លាក់ឈាមហ្នឹង12ឆ្នាំហ្នឹងត្រូវការជំនួយពីព្រះអង្គរត់ចូលទៅកាន់ព្រះអង្គចឹងខ្ញុំចង់សួរបងប្អូនទាំងគ្នាថាតើបងប្អូនទាំងអស់គ្នាធ្លាប់មានការសង្ស័យពេលតែបងប្អូនទាំងគ្នាដាក់ក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដែរទេ Do you ever have doubt in your life when you putting your faith in Jesus have you ever have doubt តើយើងធ្លាប់មានចិត្តសង្ស័យនឹងដែរអត់ពេលយើងដាក់ក្តីជំនឿលើកាន់ព្រះអង្គធ្លាប់មានទេទៅលើការបញ្ហារបស់យើងទាំងទូចក្តីធំក្តីមានអត់ទុកចិត្តបដាដាក់ក្តីជំនឿប៉ុន្តែក្តីសង្ស័យមកបដាហ្នឹងហើយបើអត់មានគឺល្អតែស្ដីពិតគឺថាវាតែងតែមកអញ្ចឹងពេលព្រះអង្គមិនតបានឆ្លើយគឺវានៅតែមកនៅក្នុងព្រះបន្ទូលបានចែងយ៉ាងច្បាស់ថាម៉េចថាចិត្តសង្ស័យព្រះអង្គបានរាប់វាជាអំពើបាបបើយើងមានការជាថ្មីមានលោកក្នុងប្រគុណព្រះអង្គលោកក្នុងក្តីជំនឿប៉ុន្តែដល់ពេលយើងអនុញ្ញាតឲ្យក្តីសង្ស័យការថប់បារម្ភចូលមកក្នុងជីវិតរបស់យើងនោះហើយជាអំពើបាបព្រោះការសង្ស័យការថប់បារម្ភការខ្វល់ខ្វាយមិនមែនមកពីព្រះអង្គទេគឺមកពីអំពើបាបវាជាអំពើបាបហើយចិត្តដែលសង្ស័យគឺជាមេនៃការរាំងស្ទះព្រះពរនិងការអស្ចារ្យដែលព្រះដែលមកពីព្រះអម្ចាស់មកលើជីវិតរបស់យើងចិត្តសង្ស័យវារាំងស្ទះយើងព្រះពរវារាំងស្ទះនៅការអស្ចារ្យរបស់ព្រះអង្គក្នុងជីវិតរបស់យើងអញ្ចឹងសូមឲ្យយើងមានក្តីជំនឿដ៏ពិតដែលដកចេញពីភាពសង្ស័យទាំងអស់ពេលយើងដាក់ក្តីជំនឿលើព្រះអង្គចូលទៅកាន់ព្រះអង្គគឺយើងចូលអស់ពីដួងចិត្តកុំឲ្យមានអីសង្ស័យនោះយើងនឹងឃើញការអស្ចារ្យព្រះអង្គអញ្ចឹងចំណុចទី1ថាម៉េចសេចក្តីជំនឿដ៏ពិតកើតចេញពីដួងចិត្តដែលជឿពិតប្រាកដដោយគ្មានការសង្ស័យ True faith comes from the heart that truly believe without doubt that will lead to miracles នេះយើងនាំយកដល់ការអស្ចារ្យមកកាន់ជីវិតយើងទាំងអស់គ្នាហើយចំណុចទី2សេចក្តីជំនឿដ៏ពិតត្រូវតែឆ្លងកាត់ការសាកល្បង To have a true faith must be tested True faith must pass the test No faith that without testing so we don't call faithចឹងសេចក្តីជំនឿដ៏ពិតត្រូវតែឆ្លងកាត់ការសាកល្បងជាក់ស្ដែងគឺអញ្ចឹងព្រះអង្គយើងនៅក្នុងជីវិតនេះគឺយើងមានការសាកល្បងជាច្រើនដូចស្ត្រីម្នាក់នោះអញ្ចឹងការព្រះយេស៊ូវយើងទៅដល់ផ្ទះនាម៉ឺននោះឃើញទេយើងនិយាយទៅបរិសុទ្ធទី1វិញដែលគាត់ជានាម៉ឺននោះព្រះអង្គយើងទៅណាដល់ផ្ទះគាត់មានការឡើងការព្រះយេស៊ូវយើងទៅដល់ផ្ទះនាម៉ឺននោះព្រះអង្គតតឃើញអ្នកលេងភ្លេងកំដរសពឃើញមនុស្សម្នាដួលអូខេជ្រួលច្របល់ព្រះអង្គមានព្រះបន្ទូលថានាំគ្នាចេញទៅហ្នឹងហើយនាំគ្នាចេញទៅក្មេងស្រីនេះមិនស្លាប់ទេនាងគ្រាន់តែដេកលក់ទេតាហើយមានការឡើងគេចំអកដាក់ព្រះអង្គគេចំអកដាក់ព្រះយេស៊ូវហើយចំអកដាក់លោកយ៉ៃរ៉ូសទៀតមនុស្សស្លាប់ហើយនាំណាគេមកអីដាក់ដីដាក់អីសាច់ញាតិហ្នឹងណាបើយើងនិយាយឲ្យសពទៅគេអត់ជឿគេចំអកព្រះយេស៊ូវផងចំអកលោកយ៉ៃរ៉ូសហ្នឹងផងបៀតបៀនទេហ្នឹងហើយគេបៀតបៀន
ប៉ុន្តែលោកយាយរស់សំណព្រះយេស៊ូវដល់ផ្ទះរបស់លោកតតែបានទោះបីគេចំអកព្រះយេស៊ូវនិងលោកយាយរស់ថាម៉េចតើមនុស្សស្លាប់ហើយទៅធ្វើអីអ្វីទៀតប៉ុន្តែព្រះយេស៊ូវនឹងអត់ខ្វល់ពួកគេអត់ស្គាល់ពីព្រះអង្គអត់ស្គាល់ព្រះអង្គលោកយាយរស់ដូចគ្នាអត់ខ្វល់អញ្ចឹងដេញពួកនឹងចាញ់កុំឲ្យញ៉ៃទុកតែអ្នកដែលជឿបានហើយអញ្ចឹងព្រះបន្ទូលថាម៉េចព្រះយេស៊ូវដេញពួកគេចាញ់ប្រកាសថាចេញទៅខាងក្រៅទាំងអស់ហើយព្រះអង្គបានប្រកាសថាក្មេងស្រីនេះមិនស្លាប់ទេនាងគ្រាន់តែដេកលក់ទេហើយយើងឃើញថាចុងក្រោយព្រះអង្គបានធ្វើការអស្ចារ្យដាក់ដៃហើយនាងបានរស់ពីស្លាប់ឡើងវិញមែនចឹងខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាក្នុងបន្ទប់នេះថាតើបងប្អូនធ្លាប់មានការសាកល្បងជំនឿឬក៏ការទុកចិត្តរបស់បងប្អូនទៅកាន់ព្រះអង្គចាស់ដែរឬទេ Have you ever your faith being tested Amen I believe we all have tested your faith especially this 10 days team furthermore I want to learn from all of you is like what is the miracle behind like how God bringing you here despite of your busyness despite of a lot of things in your plate but God still make way God calling you and you say yes and after you say yes what next so in order for you to be here that's a miracle there's something that I want to hear ខ្ញុំប្រាប់ទៅជនជាតិពីថាការយើងឃើញពីពពកព្រះអង្គនេះតាមរយៈជីវិតគាត់មកដល់នេះតែយើងមើលពីជីវិតពីខាងក្រោយមុនគាត់មកមានអីកើតឡើងជឿគាត់មកដល់ទីនេះមិនមែនជាការចៃដន្យទេណាតែគាត់អាចជា blessing សម្រាប់យើងទាំងអស់គ្នាជាពពកសម្រាប់យើងទាំងអស់គ្នាគឺព្រះអង្គបាននិយាយទៅកាន់គាត់ក៏មានការងារធ្វើគាត់ក៏មានមុខរបរគាត់ក៏មានគ្រួសារត្រូវចិញ្ចឹមឬមួយក៏អ្វីផ្សេងដែរប៉ុន្តែនៅពេលព្រះអង្គបាននិយាយត្រាស់ឲ្យគាត់ស្ដាប់បង្គាប់ហើយគាត់ឆ្លងកាត់ការសាកល្បងអីទាំងអស់តមកព្រះអង្គបានធ្វើការអស្ចារ្យនាំពួកគាត់មកដល់ទីនេះពិតប្រាកដមែនអញ្ចឹងបើមានពេលអាចជួបនិយាយសួរគាត់ថាធ្វើម៉េចបានព្រះអង្គបានប្រើប្រាស់បងប្អូនអីចឹងទៅអញ្ចឹងព្រះអង្គនឹងអាចប្រើប្រាស់យើងដូចគ្នាដែរយើងរៀនពីបទពិសោធន៍របស់គាត់ទាំងអស់គ្នាចឹងបងប្អូនទាំងគ្នាធ្លាប់មានការសាកល្បងនៃក្តីជំនឿទៅហ៎ពេលយើងកំពុងតែយើងរៀនដាក់ក្តីជំនឿមួយព្រះអង្គទាំងមិនថាក្មេងមិនថាចាស់ទេព្រះអង្គប្រទេសយើងថាមានការសាកល្បងជាច្រើនព្រោះការសាកល្បងនឹងហើយគឺនាំឲ្យយើងរីកចម្រើននៅក្នុងក្តីជំនឿបញ្ហាសូមឲ្យយើងបានចងចាំនៅឃ្លានេះទាំងអស់គ្នាថាបញ្ហាជាឱកាសឲ្យយើងលូតលាស់ក្នុងក្តីជំនឿរបស់យើងបញ្ហាជាឱកាសឲ្យយើងលូតលាស់ក្នុងក្តីជំនឿរបស់យើង Problem are opportunities for us to grow in our faith so we not fear of problems but we call it an opportunities for our faith to grow to trust God more to trust His grace and His mercy more and more make our faith is real not just imagination it's not religions but to be real Jesus is real Jesus is God is our savior យើងត្រូវដឹងថាព្រះយេស៊ូវតាមរយៈទុក្ខលំបាកគឺនាំយើងឲ្យយើងដូចជំនឿយើងកាន់តែមុតមមជឿទុកចិត្តដឹងថាព្រះអង្គព្រះដែលយើងដាក់ក្តីជំនឿនេះជាព្រះដែលមានបញ្ជូនគង់នៅជាព្រះដែលស្ដាប់យើងឮជាព្រះដែលជួយយើងបានមិនជាព្រះសាសនានោះទេអញ្ចឹងយើងមិនមកទីនេះដើម្បីនឹងប្រតិបត្តិសាសនានោះឡើយយើងមកទីនេះដើម្បីនឹងគ្រប់បម្រើព្រះអង្គជាព្រះរបស់យើងយើងចូលមកទីនេះដើម្បីនឹងថ្វាយបង្គំព្រះអង្គហើយឲ្យព្រះអង្គបានបំពេញក្តីស្រឡាញ់ក្នុងជីវិតរបស់យើងតគ្នា
បងប្អូនទាំងគ្នាតាមរយៈសាច់រឿងរបស់ស្ត្រីធ្លាក់ឈាម12ឆ្នាំនេះគឺអស្ចារ្យណាស់បើយើងសិក្សាពីប្រវត្តិរបស់ស្ត្រីធ្លាក់ឈាម12ឆ្នាំជានៅជំនាន់នោះគឺគេមាក់ងាយឬក៏ត្រូវគេមិនរាប់រកគេមិនឲ្យតម្លៃគេថាស្ត្រីនោះជាមនុស្សមានបាបហ្នឹងហើយកាលណាធ្លាក់ឈាមយើងដឹងហើយណាពាក្យស្ត្រីយើងដឹងហើយមកដើរអត់ឈប់ចឹងទៅរហូតចឹងថាមនុស្សនេះមានបាបហ្មងគេចង់នៅក្បែរមនុស្សម្នានៅចំណន់នោះប៉ុន្តែនៅពេលដែលស្ត្រីម្នាក់នោះឮសូរថាព្រះយេស៊ូវដើរកាត់នៅតាមផ្លូវហ្នឹងជំនួសឲ្យភាពភ័យខ្លាចការបៀតបៀនការគេមិនចូលចិត្តព្រោះមានមនុស្សជាច្រើនដើរតាមពួកគាត់យ៉ាងម៉េចជំនួសឲ្យការមាក់ងាយការបៀតបៀននាងរត់ទៅរកព្រះយេស៊ូវ he run ដែលព្រះអង្គរត់ទៅរកព្រះយេស៊ូវគាត់ថាជំនឿផងនាងថាយ៉ាងហោចណាស់បានប៉ះពពាស់ព្រះអង្គប៉ះជិះស្បៃសម្ពុតព្រះអង្គជើងនោះព្រះអង្គថានឹងធ្វើការអស្ចារ្យនាងបានជាដែរគឺក្តីជំនឿនាងបែបហ្នឹងណាហើយតាមរយៈក្តីជំនឿផងនាងនោះស្ត្រីម្នាក់នោះការអស្ចារ្យបានកើតមានប្រកបមែនមានយើងមានរូបភាពទេហ្នឹងហើយកើតរូបភាពអត់ទេស្ត្រីដែលកំពុងតែជួបអាហ្នឹងមួយទៀតចឹងដូចគ្នានៅពេលដែលយើងមានបញ្ហាធំក្តីតូចក្តីក្នុងជីវិតរបស់យើងបងប្អូនត្រូវតែរត់តម្រង់ទៅព្រះយេស៊ូវណាកុំឲ្យមានភាពអៀនខ្មាស់កុំឲ្យងាកទៅក្រោយកុំឲ្យចេះកុំឲ្យចោះយើងរត់តម្រង់ទៅរកព្រះយេស៊ូវទោះបើមានឧបសគ្គយ៉ាងណាក៏ដោយរហូតដល់ប៉ះព្រះយេស៊ូវប៉ះព្រះយេស៊ូវបានជួបព្រះយេស៊ូវចឹងស្ត្រីម្នាក់នោះជំនួសឲ្យភាពអៀនខ្មាស់ជំនួសឲ្យការមាក់ងាយការបៀតបៀនគឺគាត់រត់ឬមកក៏ព្យាយាមទៅប៉ះយ៉ាងហោចបានជាយពពាស់ព្រះអង្គដោយជំនឿរបស់នាងថាតាមរយៈការគាត់អាចប៉ះហើយគាត់នឹងបានជាហើយទីបំផុតនាងបានជាសះស្បើយពិតប្រាកដមែនចឹងសូមឲ្យយើងបានរត់រហូតដល់ប៉ះព្រះអង្គដូចគ្នាដែរខ្ញុំចង់ឲ្យយើងទាំងអស់គ្នាបានអ្នកដែលចូលរួមនៅទីនេះមានបទពិសោធន៍ប៉ះព្រះអង្គប៉ះព្រះយេស៊ូវគ្រីស្ទផ្ទាល់ប៉ះថាព្រះអង្គជាព្រះប៉ះការអស្ចារ្យព្រះអង្គប៉ះក្តីស្រឡាញ់ព្រះអង្គមិនមែនមកទីនេះដើម្បីនឹងចូលរួមប្រតិបត្តិសាសនាណាមួយមែនទេគឺយើងដឹងច្បាស់ក្នុងចិត្តថាព្រះរបស់យើងជាព្រះជាឪពុកដ៏ល្អព្រះអង្គស្រឡាញ់យើងព្រះអង្គចង់មានទំនាក់ទំនងជាមួយយើងយើងត្រូវមានទំនាក់ទំនងមួយព្រះអង្គយើងត្រូវប៉ះព្រះអង្គឲ្យបាន So I believe all of us here to have a true faith we need to touch Jesus encounter with Jesus no matter what challenges you look at the ladies with a bleed of 20 years she's been isolated persecuted by people at that time. But despite all that, he come to Jesus, no matter what, just to touch the garments. Do you know how strong the faith it is? But God make her faith be honored. So I believe all of you to have that kind of faith. Touch Jesus, no matter what. Whatever big problem, small problem, our heart is good to touch Jesus, encounter Jesus, look, seeking help from Jesus. So សូមយើងបានរត់តម្រង់ទៅព្រះយេស៊ូវហើយនឹងរកជំនួយទៅកាន់ព្រះអង្គហើយការសាកល្បងនោះឯងដែលជួយយើងឲ្យយើងបានមានក្តីជំនឿពិតប្រាកដ Because of what I tasted to make our faith stronger មើលថាឲ្យជួយជំនឿយើងកាន់តែរឹងមាំអេមែនអញ្ចឹងឧបសគ្គចូលមកបញ្ហាចូលមកកុំខ្លាចអីអញ្ចឹងយើងវាជួយយើងឲ្យយើងកាន់តែឃើញព្រះអង្គកាន់តែច្បាស់ទៅអេមែន
ចិត្តទៅហ្នឹងហើយអញ្ចឹងអ្នកណានិយាយមិនយើងដឹងច្បាស់ហ្មងថាជំនឿរបស់ខ្ញុំគឺជំនឿដែលជឿលើព្រះពិតប្រាកដព្រះដែលមានបញ្ជូនគង់នៅព្រះអង្គគង់នៅជាមួយនឹងយើងហ្នឹងហើយចំណុចទី3គឺថាជំនឿដល់ពិតនឹងដឹកនាំយើងទៅរកព្រះពរអេមែនជំនឿដល់ពិតដឹកនាំយើងទៅរកព្រះពរឬការអស្ចារ្យ Through faith we lead to the blessing miracles ចឹងយើងឃើញថាព្រះយេស៊ូវបានងាកក្រោយនិយាយទៅកាន់ស្ត្រីនោះណា Jesus is turning back who touched me the woman say me he said take heart daughter your faith made you well wow take heart Jesus comfort the lady despite of the people they betray they persecute they don't like the woman but Jesus comfort take heart my daughter you know the word daughter is really deep no close I don't know the lady haven't know Jesus didn't know her also but she said take heart daughter feeling like so close your faith has made you well ចឹងយើងឃើញថាបងបានងាកក្រោយថាអ្នកណាប៉ះខ្ញុំស្ត្រីថាខ្ញុំព្រះអង្គចឹងបងថាជំនឿរបស់នាងបានសង្គ្រោះនាងហើយអាមែនហើយភាសាអង់គ្លេសថា daughter មកថាកូនស្រីអើយហើយនាងស្ត្រីនោះធ្លាប់តែគេមាក់ងាយគេមិនចូលចិត្តមនុស្សមានបាបមនុស្សអាក្រក់ពីបណ្ដាជនណាព្រះអង្គងាកក្រោយឃើញថាខ្ញុំព្រះអង្គមានរូបភាពនេះដូចមានរូបភាពហ្នឹងណានេះអាហ្នឹងបានរូបភាពហ្នឹងបានត្រូវទៅរកនាង your faith មកថាជំនឿរបស់នាងសង្គ្រោះនាងហើយគឺព្រះអង្គចឹងឯងបើយើងស្វែងរកព្រះអង្គអស់ពីដួងចិត្តណាព្រះអង្គឃើញពីដួងចិត្តយើងពិតជាដាក់ទាំងអស់ទៅកាន់ព្រះអង្គថាជំនឿរបស់អ្នកសង្គ្រោះអ្នកហើយនាំយកការអស្ចារ្យមកហើយចឹងនាងបានជាសះស្បើយពីជំងឺពិតប្រាកដមែននេះជាមិនស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះឃើញទេមិនជាពាក្យខ្ញុំពឹងការអស្ចារ្យកាត់ឡើងនៅពេលនោះដូចជារោគយាយរស់ដែរដល់ជំនួសឲ្យតំណែងរបស់គាត់លេងខ្វល់ហើយមិនខានកូនស្រីឲ្យរស់សិនមែនទេទៅរកព្រះយេស៊ូវបដោះផ្ទះគេស្ដីឲ្យចេះណាបៀតបៀនព្រះអង្គតែអត់ខ្វល់ព្រះអង្គថាដេញមនុស្សទៅអស់អូខេរោគយាយរស់តែអត់ចេញអស់ដាក់ដៃការអស្ចារ្យកើតមានឡើងគេការបៀតបៀនមានរហូតប៉ុន្តែចុងក្រោយបើយើងមិនបោះបង់ព្រះអង្គណាព្រះអង្គនឹងធ្វើការអស្ចារ្យយ៉ាងធំឧត្តមហ្នឹងហើយចឹងការដែលយើងសង្ស័យកុំឲ្យគៀកនឹងព្រះពរហើយសង្ស័យកាន់ការវាដើរទន្ទឹមគ្នាទាញគ្នាដូចស្ករកៅស៊ូអញ្ចឹងទាញចុះទាញឡើងតែយើងត្រូវនៅឈរមកជាប់រហូតជឿអស់ពីដួងចិត្តរហូតក្នុងការអស្ចារ្យនឹងកើតមានឡើងមកកាន់យើងចឹងសេចក្តីអធិដ្ឋានរបស់ខ្ញុំសម្រាប់បងប្អូនគឺចង់ឲ្យបងប្អូនទាំងគ្នាមានសេចក្តីជំនឿយ៉ាងមុតមមដល់ទីបញ្ចប់នេះជា what I pray for you all of you here in this room to keep the faith strong to the end រក្សាក្តីជំនឿរបស់យើងមុតមមដល់ទីបញ្ចប់កុំបញ្ឈប់វាបើថា even you give up your life for that faith you are willing to do that តែទោះយើងបីយើងលះបង់ជីវិតគឺថាដាក់ជីវិតដោយលោកពោថាទោះបីយើងរស់ស្លាប់ក៏ដោយក៏ខ្ញុំរស់ដើម្បីព្រះអង្គដូចអញ្ចឹងជឿទុកចិត្តព្រះអង្គអានឹងឲ្យព្រះអង្គពេញចិត្តណាបើយើងជឿទុកចិត្តព្រះអង្គពេញចិត្តថាដាក់ទាំងអស់ដល់ទីបញ្ចប់អញ្ចឹងព្រះអង្គបានធ្វើការអស្ចារ្យព្រះអង្គនឹងបង្ហាញព្រះអង្គពិតប្រាកដមែនអញ្ចឹងនេះជាចំណុចទី3ដែលព្រះពរនឹងមានពិតប្រាកដនៅពេលដែលយើងមិនបោះបង់ក្តីជំនឿរបស់យើងដល់ទីបញ្ចប់
ការអស្ចារ្យនឹងការមានឡើងពិតប្រាកដហើយចំណុចទី4ជាចំណុចចុងក្រោយ ចំណុចសំខាន់សេចក្តីជំនឿដ៏ពិតប្រាកដដ៏ពិតកើតឡើងពីគេការជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់ហ្នឹងហើយ True faith comes from the intimacy with God. This is talk to the believers, to all of us. យើងទាំងអស់គ្នានិយាយទៅកាន់អ្នកជឿអ្នកដែលបានទទួលព្រះគុណ we all receive His grace. So we need to have a life of intimacy, relationship to Him every day. So the more we have be a relationship with Him, the more we have faith in Him. ចាំបីតែយើងសាងសង់ទំនាក់ទំនងចិត្តមួយព្រះអង្គយើងកាន់តែមានទំនុកចិត្តមួយព្រះអង្គយើងមិនអាចទុកចិត្តនរណាម្នាក់ដែលយើងបើសិនជាយើងមិនមានទំនាក់ទំនងស្គាល់គេមិនទេពេលខ្លះប្តីប្រពន្ធក៏ដោយដល់ពេលយើងអត់មានទំនាក់ទំនងមួយគ្នាល្អបានទុកចិត្តគ្នាទៀតយើងមិនអាចទុកចិត្តនរណាម្នាក់បើសិនជាយើងមិនមានទំនាក់ទំនងក៏បានមានពេលវេលាមួយគ្នាចឹងព្រះអង្គដូចគ្នាដែរយើងអាចទុកចិត្តព្រះអង្គបានដល់រ៉ាប់ដែរយើងមានទំនាក់ទំនងមួយព្រះអង្គអើថាចិញ្ចឹមគិតព្រះបន្ទូលព្រះអង្គអធិដ្ឋាន pray ទាំងយប់ទាំងថ្ងៃអធិដ្ឋានទាំងយប់ទាំងថ្ងៃនោះដល់ពេលបញ្ហាចូលមកយើងអាចយើងដឹងថាយកទៅនៅម្នាក់ឯងយើងមានព្រះអង្គគង់នៅជាមួយយើងចឹងបានក្នុងព្រះគម្ពីរភីលីបថាម៉េចថាសូមកុំឲ្យខ្វល់ខ្វាយអ្វីឡើយផ្ទុយទៅវិញនៅក្នុងគ្រប់ទាំងកលៈទេសៈទាំងអស់ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណពររបស់អ្នករាល់គ្នាដោយអធិដ្ឋាននិងទូលអង្វរទាំងអរព្រះគុណផងធ្វើដូច្នេះសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្សនឹងស្ថិតនៅជាប់ក្នុងគំនិតចិត្តគំនិតរបស់បងប្អូនដែលរួមក្នុងអង្គព្រះយេស៊ូវមិនខានអាមែនសូមយើងបានកេះគ្នាប្រាប់គ្នាទៅវិញទៅមកថាសូមកុំឲ្យខ្វល់ខ្វាយឡើយសូមយើងបានកេះគ្នាសូមយើងបានmay you can you tell each other don't be exhausted and not exhausted anxious yeah don't be anxious yeah ណែកុំឲ្យយើងខ្វល់ខ្វាយឡើយ don't be anxious but in everything make all your requests be known to God with thanksgiving ចឹងសូមឲ្យកុំឲ្យយើងខ្វល់ខ្វាយឡើយព្រះបន្ទូលប្រាប់យើងរកគ្នាថាម៉េចក្នុងកលៈទេសៈទាំងអស់សូមឲ្យទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណពររបស់អ្នករាល់គ្នាអធិដ្ឋានទៅកាន់ព្រះអង្គទូលអង្វរទៅកាន់ព្រះអង្គប៉ុន្តែខ្លះព្រឹកនេះបានទូលអង្វរថ្វាយបន្ទុកយើងទៅកាន់ព្រះអង្គព្រឹកនេះមានទេ Who among you this room you able to make all your requests be known to God this morning good that's good គុណព្រះអង្គ make all your requests be known to God បើថាសូមឲ្យសំណូមពរយើងទៅកាន់ព្រះអង្គទាំងចិត្តអរព្រះគុណផង with a thanksgiving thankful heart to the Lord សំណួរសុទ្ធថាអីបានជាយើងត្រូវថ្វាយបន្ទុករបស់យើងមកកាន់យើងហើយទាំងចិត្តអរព្រះគុណយើងដែរឆ្ងល់ថាហេតុអីបានជាទុកលំបាកចូលមកកាន់យើងហើយយើងមិនបន្ទោសព្រះអង្គបែរជាយើងត្រូវអរគុណព្រះអង្គទៀតមានឆ្ងល់អញ្ចឹងអត់មានឆ្ងល់ពេលទុកលំបាកចូលមក when is problem trial oppositions come in your life why God tell us to make all your requests be known to Him and then He said thanksgiving be thankful to God keep thanks to Him so at some point you make a sense like God allowed the problem to me I have no reason to thank you but the answer is no matter big problems or small problems come into your life it never change
God heart, God love for you. The key is His love you. His love you. He love you unconditionally. ចំពោះបបហេតុដែលយើងនៅតែអរគុណព្រះអង្គទោះបីយើងមានទុក្ខលំបាកដោយសារតែយើងដឹងថាយើងព្រះអង្គស្រឡាញ់យើង We know that God loves us despite of all the challenge and everything happening God still love me God love me It's an insurance that God វាជាការធានាមួយថាព្រះអង្គស្រឡាញ់យើង What proof what that proof តើមានអីជាតំណាងថាព្រះអង្គស្រឡាញ់យើងនៅក្នុងគ្រាដែលយើងពិបាកហ្នឹង The proof is what He's done on the cross អ្វីដែលព្រះអង្គបានសម្ដែងមកកាន់យើងយ៉ាងម៉េចគឺព្រះអង្គបានយាងមកហើយព្រះអង្គបងថ្លៃឈ្នួលនៅអំពើបាបរបស់យើងនៅក្នុងព្រះអង្គលះបង់បញ្ជូនព្រះអង្គដើម្បីដាក់នៅទុក្ខលំបាកแล้วក៏អំពើបាបរបស់យើងទាំងអស់គ្នានៅក្នុងព្រះអង្គរួចហើយព្រះអង្គបានបង្ហាញក្តីស្រឡាញ់ព្រះអង្គតាមរយៈព្រះយេស៊ូវគ្រីស្ទកាន់យើងទាំងអស់គ្នាអញ្ចឹងយើងត្រូវបានប្រោះលោះតាមរយៈព្រះគុណព្រះអង្គរួចហើយអញ្ចឹងយើងមានទំនុកចិត្តថាទោះបីអំពើបាបឬក៏បញ្ហាយ៉ាងណាក៏ដោយมันអាចseparate មកថាទីយើងឆ្ងាយពីព្រះអង្គនោះឡើយ cannot separate the love of God how big problems we may never separate as the love of God ព្រះអង្គស្រឡាញ់យើងចឹងបាននៅក្នុងព្រះគម្ពីរយ៉ូហានចំពុកទី3ខ16បានប្រាប់ថាម៉េចថាព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហើយនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឲ្យអស់អ្នកណាដែលជឿលើព្រះបុត្រាមានជីវិតអស់កលជានិច្ចនិងមិនត្រូវវិនាសឡើយ Amen For God so loved the world that He gave His only Son that whoever believes in Him should not perish but have eternal life That's a love how the Father loved us to give up His Son for us So we can have eternal life. Get back to the original, the relationship. So God bring the heaven on earth. We can experience the goodness of God. We can experience the joy, the strength, the power that we had before. That because of His grace. ចឹងយើងអាចមានទំនុកចិត្តលើក្តីស្រឡាញ់របស់ព្រះអង្គដែលព្រះអង្គបានសម្ដែងលើឈើឆ្កាងសម្រាប់យើងទាំងគ្នាអញ្ចឹងយើងអាចរស់ក្នុងជីវិតថ្មីជីវិតដែលព្រះអង្គក៏ប្រហាតីព្រះអង្គនាំយកឋានសួគ៌មកកាន់ផែនដីទាំងនៅក្នុងជីវិតរបស់យើងអញ្ចឹងអ្នកដែលមានជំនឿពិតប្រាកដយើងហាក់ដូចក្នុងជីវិតមួយដែលនៅឋានសួគ៌អញ្ចឹងជឿថាអត់ជឿថាអញ្ចឹងហ៎យើងមានអារម្មណ៍ថាយើងអំណរណាស់ទោះបីមានអីកើតឡើងក៏ដោយតែយើងដឹងថាព្រះអង្គស្រឡាញ់យើងព្រះអង្គគង់នៅជាមួយយើងព្រះអង្គថែរក្សាយើងហើយព្រះអង្គតែងតែស្មោះត្រង់នៅអ្វីដែលព្រះអង្គព្រះបន្ទូលព្រះអង្គសន្យាដល់ពេលយើងតោងជាប់ព្រះបន្ទូលព្រះអង្គដល់ទីបញ្ចប់ព្រះអង្គតែងតែធ្វើការអស្ចារ្យក្នុងជីវិតរបស់យើងអាមែនសូមយើងបានអញ្ជើញបងប្អូនទាំងគ្នាបានក្រាបឈរឡើងម្ដងទៀតហើយនឹងបញ្ចប់ជាមួយគ្នាបងប្អូនអើយថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាបានដឹងច្បាស់ថាការអស្ចារ្យមិនបាននៅឆ្ងាយពីអ្នកទាំងអស់គ្នាឡើយការអស្ចារ្យនៅក្បែរបងប្អូនទាំងគ្នាសូមឲ្យយើងទាំងគ្នាបានរស់នៅក្នុងជីវិតមួយដែលមានជំនឿពិតប្រាកដជំនឿដ៏ពិតគឺជំនឿដែលដាក់ជីវិតទាំងស្រុងលើព្រះអង្គព្រះយេស៊ូវគ្រីស្ទលើព្រះគុណព្រះអង្គថាអ្វីដែលព្រះអង្គបានធ្វើលើឈើឆ្កាងគឺរួចរាល់ it is finished whatever God what Jesus has done on the cross is called it is finished nothing we can need to pay off anymore God pay us all we've been set free we've been secure because of that grace សូមយើងបានដាក់ក្តីជំនឿ The miracle is near it's not that far
just near in front of us. As long as you have the kind of faith, the unwavering faith in Jesus, depend on grace. The miracle is there. ចឹងបើយើងមានជំនឿដែលមិនងាករេនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទអង្គនឹងធ្វើការអស្ចារ្យនេះពិតប្រាកដមែនចឹងបើសិនតែបងប្អូនទាំងគ្នាមានអ្វីមួយដែលទម្លាក់ចុះឥឡូវហ្នឹងថាចិត្តសង្ស័យចិត្តខ្វល់ខ្វាយបានទម្លាក់ចុះ If any one of you feel like you still have doubt in your heart at some point in your life you feel like some past mistake cannot be taken away from you no I want you to be free right now. Remove all that doubt. Remove all that obstacles. Receive the grace. By faith, you've been set free. ចាំបងប្អូនទាំងគ្នាមានអ្វីដែលត្រូវទម្លាក់ចាំពេលនេះទៅកាន់ព្រះអង្គចឹងសូមឲ្យយើងបាន check មើលដូចចិត្តហើយយើងបានលើកដៃបើសិនជាយើងមានអ្វីដែលជាអតីតកាលរបស់យើងឬក៏ពេលខ្លះយើងពិបាកក្នុងការដាក់ក្តីជំនឿកាន់បងដោយសារតែមានស្ដីកខ្វាយស្ដីត្រូវការក្នុងជីវិតរបស់យើងក្នុងគ្រួសាររបស់យើងពេលខ្លះយើងពិបាកទុកចិត្តព្រះអង្គតែពេលនេះព្រះអង្គចង់អញ្ជើញបងប្អូនទាំងគ្នាបានទុកចិត្តព្រះអង្គលើព្រះអង្គទាំងស្រុងទុកចិត្តលើព្រះអង្គទាំងស្រុងហើយទម្លាក់អាការទាំងអស់នោះចោលការខ្វល់ខ្វាយទាំងអស់នោះចោលអាមែនបើសិនជាម្នាក់នោះជាយើងសូមយើងបានលើកដៃឡើងខ្ញុំនឹងទិដ្ឋានឲ្យបើសិនជាម្នាក់នោះជាយើងសូមយើងបានលើកដៃខ្ញុំបានទិដ្ឋានឲ្យអាមែនអរគុណព្រះអង្គអរគុណព្រះអង្គអរគុណព្រះអង្គមិនថាក្តីទុកលំបាកនោះជាផងយើងឬក៏ជាគ្រួសារយើងក៏ដោយយើងអាចលើកដៃឲ្យព្រះអង្គដកវាចេញឲ្យព្រះអង្គដកវាចេញអរគុណព្រះអង្គខ្ញុំឃើញដៃអ្នកទាំងគ្នាសូមបន្តលើកខ្ញុំទិដ្ឋានឲ្យមិនដែរគង់ឋានសួគ៌គុំអធិដ្ឋានឲ្យព្រះអង្គបានរំដោះហើយបងប្អូនទាំងគ្នាគាត់មានសេរីភាពដ៏ពិតប្រាកដជាសេរីភាពដែលមកពីព្រះគុណរបស់អង្គព្រះយេស៊ូវគ្រីស្ទតែសេរីភាពដែលព្រះអង្គមកហូរប្រកាន់ក្នុងជីវិតពួកគេក្តីសុខសាន្តក្តីអំណរដ៏លើសលប់បានបំពេញក្នុងជីវិតពួកគេថាពួកគេត្រូវបានប្រោះលោះឲ្យរួចពីអំពើបាបអំពីអំណាចនៃចំណងឬស្ដីអាក្រក់នៅលើលោកីនេះទុកលំបាកបញ្ហាបំណុលវាមិនជាអ្វីមកសង្កត់ជីវិតរបស់កូនតគ្នាតទៀតដល់ហើយកូនត្រូវអំពើបាបនៅគ្រប់ទាំងបញ្ហាត្រូវបានទិញផ្ដាច់ដោយព្រះគុណព្រះអង្គដែលព្រះអង្គបានធ្វើនៅធ្វើជាការសម្រាប់កូនតគ្នារួចហើយគុណអរគុណព្រះអង្គសូមបងបាននាំយកក្តីសុខសាន្តក្នុងព្រះនៃអំណរមកកាន់ពុទ្ធបងប្អូនតគ្នានៅពេលនេះផងដែរក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ